ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំពីអ្នកបងប្អូនស្រីនិងគ្នាមករៀបរាប់នឹងធ្វើត្រីប្រឡាក់បងប្អូននេះឃើញថាប្តីរបស់ខ្ញុំក៏ទៅបងត្រីមកឃើញថាបានស្រស់ល្អមែនទែនក្នុងថ្ងៃនេះបងប្អូននៅរស់ទាំងអស់ហើយបានក្រាលកណ្ដាលត្រីទាំងអស់នេះ5-6 គីឡូដែរបងប្អូនសាតែត្រីផ្ទក់ច្រើនបងប្អូនអើយថ្ងៃនេះគឺអត់ទៅងាប់ប្រហែលទេតែរស់គឺគាត់ទៅបងដាក់តកាបងប្អូនចឹងហើយពេលអត់ទៅជាងាប់ប្រហែលទេនេះខ្ញុំពីអ្នកបងប្អូនស្រីក្នុងគ្នាចាក់ស្រិតទឹកលាងវាហើយក្នុងគ្នាចាប់ផ្ដើមរៀបចំមកធ្វើត្រីបងប្អូនត្រីទុកនេះល្អមែនតើនឹកឃើញថាមេឃកំពុងតែមានក្តៅល្អបងប្អូននេះគឺបានលក់អត់បានអីទេគឺធ្វើប្រឡាក់ទុកហូបខ្លួនឯងបងប្អូនទុកដល់ខែសបោអាឡឹកបងប្អូនហើយសបោអាឡឹកយើងមានត្រីងៀតហើយត្រីគឺនៅស្រស់ល្អមែនតើណាមានមួយត្រឹម4-5 ខាំប៉ុនគ្នាច្រើនបងប្អូនចូលបងប្អូនចាំមើលសកម្មភាពការធ្វើត្រីប្រឡាក់មកខ្ញុំទាំងអស់គ្នាហើយគេធ្វើរបៀបធ្វើត្រីប្រឡាក់គឺប្រឡាក់ផ្លែខុសពីមុនបងប្អូនមុនគឺប្រឡាក់ធម្មតាដាក់តាអំបិលចេងស្ករធម្មតាបងប្អូនគឺមានដាក់ម្សៅម្ទេសម្សៅអីទេគឺលើកនេះដាក់ម្សៅម្ទេសដើម្បីឲ្យសាច់ត្រីវាក្រហមពេលដែលយើងហាលស្ងួតទៅសាច់ត្រីក្រហមស្អាតបងប្អូនគួរឲ្យចង់ហូបបងប្អូនហើយនិយាយថាពីត្រីងៀតវិញបងប្អូននេះយើងចេះបានធ្វើប្រឡាក់ទុកហូបខ្លួនឯងតែបើថាយើងអត់បានរោវិញគឺទិញគេគឺមកកតុយគឺថ្លៃមែនតើបងប្អូនអើយមកប្រទេសវិញទូចមុំ 3-4 ពាន់ណាបងប្អូនថ្លៃមែនតើត្រីងៀតយើងទិញតាមតូបគេយកមកលក់ពីផ្សារគឺមកប្រទេសប៉ាន់បាតដៃនឹង 4,000 បងប្អូនថ្លៃមែនតើបើរើសត្រឹសតិចគឺ 5-6 ពាន់នេះប៉ុណ្ណេះគឺពេលធ្វើប្រឡាក់ស្ងួតទៅបងប្អូនប្រហែល1-3 ខាំ 2 ខាំហ្នឹងបងប្អូនហើយពេលស្វិតទៅវាទាំងតូចទេបងប្អូនប៉ុន្តែថ្លៃដែរបងប្អូនមកខាសំណាងដែរគឺបានរោទុកហូបខ្លួនឯងចិត្តដល់ខែស្វាយទុំនិងខែលឹកទុំបងប្អូនឃ្លាតធ្វើប្រឡាក់ហូបខ្លួនឯងហើយមកស្ទុះក្រោយមកខ្ញុំធ្វើត្រីរួចបងប្អូនឃើញថាធ្វើរួចឃើញថាស្អាតមែនតើសាច់ឡើងក្រហមគឺខ្ញុំមកកាត់ជាក្រែងកាត់កតុយអីអស់ខ្ញុំមកទុកទេបងប្អូនហើយកន្លែងឈាមកកនៅគៀនសាច់ត្រីនេះគឺខ្ញុំឆ្កោះចេញអស់ដែរកុំឲ្យពេលដែលយើងហាលទៅវារុយរោមណាបងប្អូនកុំឲ្យវាប្រឡាក់មានចកាមានអីហើយត្រីគឺខ្ញុំអត់តន់លាងទេគឺខ្ញុំប្រឡាក់ទាំងនឹងសិនហើយត្រីទាំងអស់ចិត្តពេលធ្វើឲ្យ4 គីឡូកន្លះបងប្អូន75 គីឡូហើយខ្ញុំថ្លឹងត្រីថ្លឹងអំបិលថ្លឹងប៊ីចេងថ្លឹងស្ករបងប្អូនគឺខ្ញុំប្រឡាក់អំបិលគ្រួសដើម្បីសាច់វាទន់ឆ្ងាញ់បងប្អូនគឺអត់សូវរឹងដូចអំបិលម៉ត់របស់យើងពេលប្រឡាក់ទៅសាច់ត្រីវារឹងនេះគឺខ្ញុំចាប់ផ្ដើមមកថ្លឹងអំបិលគ្រួសហើយថ្លឹងប៊ីចេងស្ករហើយដាក់ម្សៅម្ទេសដែរបងប្អូនតាមម្ទេសការ៉េគឺដាក់ទៅប្រឡាក់ឃើញជួយឲ្យក្រហមរសជាតិឆ្ងាញ់ហើយត្រី4 គីឡូកន្លះគឺខ្ញុំដាក់អំបិល3 ខាំបងប្អូនអំបិលគឺ3 ខាំហើយនេះប៊ីចេងថ្លឹងទាំងចានហ្នឹងទៅបងប្អូនប៊ីចេងគឺ1 ខាំទាំងចានស្រាប់ទៅប្រហែលកន្លះខាំទេហើយអញ្ចឹងថ្លឹងរួចរាល់ហើយចាប់ផ្ដើមប្រឡាក់ត្រីបងប្អូនចូលឲ្យច្រើនទូទីបងចូលទេដល់ថាធំមុខខ្លះនេះតែថាឃើញចាអីខ្ញុំតែតាមបើត្រឹមយើងបើត្រឹមតាមបើធម្មតាមិនក៏ទៅមកទូវាទៅបាត់ជួយទៅយើងមកគេគូគេដាក់ដល់បាត់គេថាណាលើលើទៅចេះដាក់អស់ទៅអស់បាត់គេខ្ញុំទៅដល់អស់
ឆ្ងាញ់អត់ប្រៃទៅទីលើកនេះសិនដាក់នេះគឺដាក់ទីលើកនេះបោះថ្ងៃក្តៅអញ្ចេះគឺឆាប់ស្ងួតតែបងប្អូនហាលត្រីទៅមួយថ្ងៃរឿងសពពពហើយយើងហាលតែ2ថ្ងៃកន្លះអីគឺទុកបានណាបងប្អូននេះគ្រួសាររបស់ខ្ញុំគាត់យកទៅហាលលើតបូលផ្ទះបងប្អូនដើម្បីឆាប់ស្ងួតដល់រឿងផុតខ្ពស់បងប្អូនហាលរួចហើយអញ្ចឹងខ្ញុំចាប់ផ្ដើមមកលេងកដោបបងប្អូនគឺកដោបនេះគឺទិញគេ1គីឡូ25,000បងប្អូនគឺនៅឃើញចង់ហូបកដោបកដោបចិញ្ចឹមបងប្អូនលោកវាសិតតែពូរឹងបងប្អូនលោកប៉ារ៉ាគឺរឹងហើយមានពងឆ្ងាញ់ជាងកដោបតែយើងចាប់តាមស្រែបងប្អូនចាប់តាមស្រែគឺសុទ្ធតែពូអត់តុនហើយប្រហែលឆ្នាំនេះគឺអត់មានកដោបនឹងឲ្យចាប់ទេបងប្អូនអត់មានកដោបចាប់ចឹងហើយក្លៀនហូបកដោបមានតែទិញគេហើយគ្រឿងផ្សំរបស់ខ្ញុំមានម្ទេសល្ក្រូចខ្ទឹមហើយខ្លាញ់ស្ករប៊ីចេងហើយកដោបនោះគឺស្រស់ហើយគឺខ្ញុំបេះឡាបងប្អូនជើងរបស់វាលឿងបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមប្រឡាក់អំបិលប៊ីចេងរួចហើយចាប់ផ្ដើមដាក់ខ្ទះលីងបងប្អូនដាក់ខ្ទះលីងកដោបហើយគឺពើវាឡើងក្រហមបងប្អូននេះត្រមបានឆ្អិនពើក្រហមជាងនេះទៀតគឺខ្ញុំលីងម្ដងតិចកដោបនេះគឺខ្ញុំទិញគេ1គីឡូកន្លះបងប្អូនវាលីងទុកហូបគឺខ្ញុំនិងគ្រួសារខ្ញុំអ្នកទេខ្ញុំអីចូលចិត្តហូបកដោបបងប្អូនប៉ុន្តែកដោបតាមវេលស្រែគឺអត់សូវជាសម្បូរទេប្រហែលឆ្នាំនេះប្រហែល2-3ឆ្នាំនេះអត់មានកដោបឲ្យចាប់ទេចឹងហើយមានតែទិញកដោបគេហូបបងប្អូនហើយនេះគឺខ្ញុំលីងខ្ទះទី2បងប្អូនខ្ទះដំបងគឺខ្ញុំលីងអត់បានដាក់ខ្លាញ់បំពងខ្ទឹមបំពងម្ទេសល្ក្រូចទេបងប្អូនព្រោះខ្ញុំលីងសតេចឹងទៅដើម្បីខ្លាច
ទុកឲ្យកូនរបស់ខ្ញុំគាត់ចេះញ៉ាំហើបងប្អូនចឹងហើយលីងតែកដោបប្រតេទេនេះគឺលើកទី2នេះគឺខ្ញុំដាក់ខ្លាញ់កំប៉ុងខ្ទឹមបងម្ទេសលក្រូចអីចឹងបងប្អូនឲ្យវាឈ្ងុយត្រាប់ខ្ញុំចាស់ចូលចិត្តហូបហឹលអីចឹងចឹងនេះគឺខ្ញុំចាប់ផ្ដើមដាក់ខ្លាញ់លីងខ្ទឹមបងប្អូនហើយនេះកដោបដែលខ្ញុំបានលីងឆ្អិនណាបងប្អូនឃើញថាពកបវាឡើងក្រហមហើយឡើងស្រួយស្រោបបងប្អូនហើយឈ្ងុយលក្រូចហើយត្រូវនឹងម្ទេសហឹលតិចទៀតឆ្ងាញ់មែនតើបងប្អូនហើយវីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្ណឹងបងប្អូនសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណសូមជម្រាបលា